តោះបងមកមើលជីវិតអ្នកដែលឆ្ងាយពីផ្ទះណានៅកតុបជួលណាបងចុងខែដាច់លុយហើយអញ្ចឹងមានតែឆាមីឈឺសិនណាញ៉ាំមួយថ្ងៃសិនទៅតំណងឲ្យបងសម្រាំងចាញ់ពីទឹកដៃអ្នកតកែវហ្មងណាវើលើកទី1មីឆាហ្នឹងមិនសូវមានពេលធ្វើដែរហ្នឹងចេះតែដាក់ទៅមិនដឹងស្អីទេសំខាន់រសជាតិពេលដែលយើងញ៉ាំទៅវាត្រូវមាត់យើងដែរអត់ចឹងណាចាំមើលខ្ញុំឃើញនៅ TikTok ដែរហ្នឹងឃើញគេធ្វើយកទឹកកកដាក់ត្រាំជាមួយមីហ្នឹងដើម្បីឆាទៅឲ្យវាស្វិតដល់ធ្វើតាមគាត់ទៅមើលលទ្ធផលចុងក្រោយចេញមកមិនខ្មិចដំបូងត្រាំមីជាមួយនឹងទឹកកកសិនខ្ញុំធ្វើ5កញ្ចប់ជាមួយនឹងមីជាតិណាចំពោះបន្លែវិញដោយសារតែខ្ញុំឃើញនៅក្នុងទូទឹកកកខ្ញុំមានបន្លែអីខ្ញុំដាក់នឹងហ្មងដូចជាមានតែស្ពៃតឿតែមួយមុខទេដាក់ស្ពៃតឿតែម្ដងអញ្ចឹងហើយត្រូវមានសាច់ខ្លះដែរខ្ញុំមើលឆែកមើលទូខ្ញុំសិនថានៅស្តុកអីគេខ្លះអស់អីគេខ្លះដែរស្រួលតាយើងត្រូវទិញបន្ថែមឬក៏យើងញ៉ាំអានឹងអាស្តុកចាស់ហ្នឹងឲ្យអស់សិនអញ្ចឹងណានៅក្នុងស្តុកហ្នឹងដូចជាខ្ញុំមានសាច់គោសាច់ជ្រូកជាមួយនឹងត្រីឆ្អើរដែរអញ្ចឹងខ្ញុំយកសាច់គោមកដុំសិនយកមកឆាជាមួយនឹងមីដោយសារតែស្ពៃតឿវាមានជាតិពុលច្រើនដែរខ្ញុំទិញអាម្សៅលាងបន្លែនឹងមកដែរដើម្បីលាងជាមួយនឹងស្ពៃនឹងដែរអញ្ចឹងណារៀបចំគ្រឿងរួចរាល់ហើយមានមីជាមួយនឹងបន្លែហ្នឹងគឺមានស្ពៃតឿសាច់គោជាមួយនឹងពងមាន់នៅសល់ក្នុងស្តុកហ្នឹង3គ្រាប់បន្តមកទៀតនាងខ្ញុំស្រុះស្ពៃតឿហ្នឹងឲ្យវាទន់បន្តិចអញ្ចឹងណាបន្ទាប់ពីស្រុះរួចរាល់ហើយអស់ខ្ញុំដាក់ខ្លាញ់ដើម្បីយើងចៀនពងទាសម្រាប់ពេលដែលយើងឆាមីឆ្អិនទៅយើងដាក់ពងទានឹងពីលើមួយគ្រាប់មួយចានមួយគ្រាប់អីអញ្ចឹងណាឲ្យវាទំនងបន្ទាប់ពីហើយអស់យើងកំពងខ្ទឹមបែបសាមញ្ញដូចយើងធ្វើម្ហូបរាល់ដងគ្មានក្បួនគ្មានខ្នាតអីទេបងនឹកអីឃើញអីដាក់ហ្នឹងទៅមើលតែខ្ទឹមឡើងក្រហមហើយយើងចាក់សាច់គោចូលតែម្ដងសាច់គោមកដុំដែលខ្ញុំបង្ហាញមុនហ្នឹងសាច់គោហ្នឹងគឺសាច់សម្លក់ក្នុងសាច់នឹងផុយយើងឆាមួយមីទៅផុយស្រួលញ៉ាំអញ្ចឹងណាហើយមានជាតិគ្រឿងក្រៅអីហ្នឹងខ្ញុំបានដាក់ហើយអស់ហើយល្មមសាបប្រៃផ្អែមអីហើយអស់តាមចំណង់ចំណូលចិត្តដែលយើងចង់ញ៉ាំខ្ញុំភ្លុកហើយអស់ខ្ញុំចាប់ផ្ដើមលក់សាប្រៃអស់ខ្ញុំចាប់ផ្ដើមចាក់ស្ពៃតឿនឹងចូលទៅក្នុងសាច់គោដែលយើងបានដាក់គ្រឿងហើយអស់ហ្នឹងឆាត្រឡប់វាបន្តមកទៀតខ្ញុំឃើញតុនបន្លែហើយខ្ញុំចាប់ផ្ដើមចាក់មីដែលយើងត្រាំជាមួយនឹងទឹកកកនឹងចូលទៅក្នុងបន្លែនិងសាច់ហ្នឹងទៅហើយច្បល់ឲ្យវាចូលជាតិតុនមីនឹងចូលរសមីចាប់ផ្ដើមតុននេះតុនបដាបងចិត្តដល់លទ្ធផលសម្រេចហើយចិត្តដល់ពេលឆ្ងាញ់ហើយរៀបចំដាក់ចានបន្ថែមទឹកស៊ុស It's okay. See you next video. Thank you.